សូមស្វាគមន៍ចំពោះការមកកាន់មេរៀនថ្មីបន្តទៀតសម្រាប់មេរៀននេះយើងរៀនទាក់ទងជាមួយនឹងការ align ពេលដែលយើងនិយាយទាក់ទងជាមួយនឹង align គឺជាការតម្រៀបឬក៏ការដាក់ object ទៅតាមទីតាំងដែលយើងចង់បានអញ្ចឹងនៅក្នុង project របស់យើងខ្ញុំបានធ្វើការបង្កើត object មួយខ្ញុំគិតថាយើងស្គាល់ហើយភាសាអង់គ្លេសហៅថា bearing អញ្ចឹងខ្ញុំបាន rename ឈ្មោះមកវាទី1គឺ ring ខាងក្នុងនេះ ring ខាងក្នុងចុចបើកវាវិញហើយមួយទៀតអានេះយើងហៅថា ring ឬក៏កងខាងក្រៅក៏បានកងខាងក្នុងក៏បានតាមចិត្តរបស់យើងហៅវាដើម្បីងាយស្រួលហើយបន្តមកទៀតអានេះគេហៅថា ball ring នេះពណ៌ខ្មៅនេះអាហ្នឹងគេប្រើដើម្បីធ្វើការពាត់ clean ហ្នឹងអូខេហើយ ball ហ្នឹងគឺយើងដាក់ឈ្មោះវាថាជា clean ហ្នឹងក៏បានអូខេឥឡូវខ្ញុំធ្វើការលាក់នៅ object មួយចំនួនអូខេ object នេះឥឡូវខ្ញុំប្រើទៅពីរទេហើយខ្ញុំ move អាកងខាងក្រៅចេញក្រៅហើយខ្ញុំបវលវាធ្វើម៉េចក៏បានដើម្បីឲ្យវាម្ដងទៀតខ្ញុំ select ទៅលើម្ដងទៀតហើយខ្ញុំបវលវាបន្តិចអូខេអញ្ចឹងយើងចង់ធ្វើការដាក់កងខាងក្រៅហ្នឹងឲ្យវាមកទីតាំងរបស់កងខាងក្នុងនេះដំបូងយើងត្រូវតែ select ទៅលើកងខាងក្រៅនេះ click លើវាមកហើយយើងចូលយកពាក្យថា align ហើយយើងត្រូវតែ select ទៅលើផ្ទៃឬក៏ជ្រុងសងខាងរបស់វាដើម្បីធ្វើការ align ឥឡូវខ្ញុំចង់ធ្វើការ align ជ្រុងនេះរបស់កងខាងក្រៅហ្នឹងមកជារៀងខាងនេះនៃកងខាងក្នុងអញ្ចឹងខ្ញុំ select លើវាមកអូខេអញ្ចឹងនៅពេលណាយើងចាប់ដើម select លើវាគឺវាចាប់តែម្ដងអញ្ចឹងវាធ្វើការ align អញ្ចឹងមានន័យថាជ្រុងនេះគឺស្មើជាមួយនឹងជ្រុងនេះហើយយើងអាចធ្វើការ flip វានេះគឺគេហៅថា flip វាឆ្វេងស្ដាំឬក៏លើក្រោមហ្នឹងហើយយើងអាចប្រើនៅ tool មួយចំនួនដូចយើងអាចធ្វើការបង្វិលយើងអាចអូសវាឆ្វេងស្ដាំលើក្រោមខ្ញុំគិតថា tool នេះយើងបានរៀនរួចហើយអញ្ចឹងខ្ញុំមិនបញ្យល់ច្រើនទេឥឡូវយើងមើលថាវាចាប់ស្មើគ្នាដែរប៉ុន្តែវាកងនេះគឺវានៅខាងក្រៅយើងចង់ឲ្យវាខាងក្នុងអញ្ចឹងយើងប្រើសញ្ញានេះចុចវាមកគឺវា load ចាប់មកជារៀងមកខាងនេះតែម្ដងអញ្ចឹងមានន័យថាជ្រុងនេះហើយនៅជ្រុងនេះគឺស្មើគ្នាបន្តមកទៀតគឺយើងចុចដានឥឡូវម្ដងទៀតខ្ញុំចង់ធ្វើការ move អាកងខាងក្នុងចេញខ្ញុំ move វាចេញក្រៅអូខេហើយខ្ញុំបវលវារបៀបនេះអូខេបន្តមកទៀតខ្ញុំចង់ធ្វើការ align វាខ្ញុំចង់ធ្វើការ align វាចូលក្នុងនេះអញ្ចឹងខ្ញុំ select ទៅលើវាមកវាឈ្មោះថា inner ring ឬក៏កងខាងក្នុងហ្នឹងហើយយើងចុចពាក្យ align យើងអាច select ទៅលើជ្រុងក៏បានជ្រុងចេះ click ទៅវាមកបន្តមកទៀតគឺយើង click វាមក object ដែលយើងចង់ធ្វើការ align ដែរហ្នឹងឥឡូវខ្ញុំ click វាកន្លែងនេះខ្ញុំចង់ឲ្យជ្រុងហ្នឹង align មកជ្រុងនេះខ្ញុំ click វាមកអញ្ចឹងគឺវាចូលតែម្ដងអញ្ចឹងអានេះគឺវាចូលត្រូវតាមទីតាំងរបស់វាបន្តមកទៀតគឺយើងចុចដានអូខេឥឡូវខ្ញុំលាក់វាសិនខ្ញុំចូលទៅមួយទៀតខ្ញុំបើកទៅលើនេះ ring ball អូខេពីនេះតែពិតវានៅផ្សេងគ្នាទេពេលណាយើង design ក៏ប៉ុន្តែយើង align វាដើម្បីដាក់វាចូលទីតាំងមួយដែលសមស្របអញ្ចឹងខ្ញុំ click ពលាវាសិនហើយខ្ញុំអូសវាចេញក្រៅហើយខ្ញុំបវលវាចេញបវលវារបៀបនេះទៅឧទាហរណ៍អញ្ចឹងខ្ញុំចង់ធ្វើការ align វាឲ្យចូលទៅតាមទីតាំងដែលសមស្របអញ្ចឹងខ្ញុំ select ទៅលើ body ទី1សុំទោសខ្ញុំ align នេះវិញអញ្ចឹងយើង move នេះចូលអញ្ចឹងយើងដល់ពេលណាយើង select វារួចហើយយើងចូលទៅ align click ទៅលើ align មកឥឡូវខ្ញុំចង់ align ជ្រុងនេះ click ទៅលើជ្រុងនេះហើយខ្ញុំ align វាភ្ជាប់ជាមួយនឹងជ្រុងនេះឧទាហរណ៍អញ្ចឹងclick លើវាមកអូខេអញ្ចឹងវាចាប់ជាប់តែម្ដងនេះអូខេចឹងពេលខ្លះយើងអាចប្រើ tool មួយចំនួនដើម្បីជំនួយវាយើងមើលថាវា align ទៅជ្រុងនេះហើយជ្រុងនេះទៅប៉ុណ្ណឹងប៉ុន្តែទីតាំងមួយចំនួនគឺវាខុសគ្នាវាអត់សមស្របទេហើយយើងអាចប្រើនេះដើម្បីជួយដែរបន្ទាប់ពីនេះហើយយើងចុចពាក្យដានបើសិនវាចូលទៅតាមចិត្តរបស់យើងហើយឥឡូវខ្ញុំចុចពាក្យដានមកអញ្ចឹងគឺវាចេះវាត្រូវទេប៉ុន្តែវា align ត្រូវជាមួយនឹងទីតាំងយើងចង់បាន អ
លើម្ដងទៀតខ្ញុំ click វាម្ដងទៀតអូខេហើយខ្ញុំចូលទៅ align ខ្ញុំ align ជ្រុងនេះមកជ្រុងខាងនេះនៃ object ទី2អូខេហើយយើងចុចតាមចេញ align បានមួយហើយឥឡូវយើងចាប់ផ្ដើមធ្វើការ align ជ្រុងវាម្ដងអញ្ចឹងខ្ញុំ select ទៅលើ object ទី1ហើយសុំទោសនេះហើយយើងចូលទៅ align អញ្ចឹងយើង align ជ្រុងម្ដងពេលណាយើង align ជ្រុងគឺវាចាប់ស្មើគ្នាខ្ញុំ select ជ្រុងនេះខ្ញុំចង់ធ្វើការ align នេះជ្រុងនេះអូខេបន្តមកទៀតខ្ញុំ move វាម្នេះសិនហើយខ្ញុំ align នឹងជ្រុងនេះ click វាមកអូខេអញ្ចឹងវាស្មើហើយប៉ុន្តែវាស្មើវាមានន័យថាវានៅវាចូលក្នុងអញ្ចឹងយើងបន្ត align បន្ថែមទៀតអញ្ចឹងខ្ញុំ click ឬក៏យើងអាចប្រើ tool មួយចំនួនយើងអាចធ្វើការ move ចេញបានដើម្បីពេលខ្លះវាលឿនជាងក្នុងការប្រើប្រាស់ align អញ្ចឹងខ្ញុំ click វាអូខេបន្តមកទៀតខ្ញុំចូលទៅ align ដល់ពេលអញ្ចឹងវាជាប់គ្នាតែម្ដងអញ្ចឹងឥឡូវខ្ញុំ cancel សិនខ្ញុំ click លើវាហើយខ្ញុំ move វាសិនចូលទៅ move rotate អូសវាចេញក្រៅសិនមានន័យថាយើង align បានជ្រុងវាហើយខ្ញុំអូសវាចេញក្រៅបន្តិចអូខេហើយខ្ញុំចូលទៅ align ម្ដងទៀត click ទៅលើ align អញ្ចឹង align ជ្រុងនេះជាមួយនឹងជ្រុងនេះតែម្ដងអូខេអញ្ចឹងវាចូលហើយខ្ញុំចុចដានអញ្ចឹងគឺ object ហ្នឹងគឺវារត់ចូលគ្នាវាសមស្របទៅតាមអ្វីយើងចង់បានហើយមួយទៀតខ្ញុំចង់ធ្វើការ align ទាក់ទងជាមួយនឹងclear ឥឡូវខ្ញុំបើកវាមួយមកអូខេអញ្ចឹងខ្ញុំចូលទៅធ្វើការលាក់ clear ខ្ញុំយក clear ទៅចំនួន1ឥឡូវខ្ញុំលាក់វាសិនសល់មួយឥឡូវយើង move click នឹងចេញក្រៅ click ទៅលើ click នឹងនេះហើយយើង move វាចេញក្រៅឧទាហរណ៍ថាវានៅទីតាំងណាមួយនៅក្នុងproject របស់យើងប៉ុន្តែអ្វីសំខាន់យើងចង់ឲ្យវាចូលមកខាងក្នុងនៃឧបករណ៍នេះអញ្ចឹងមុនដំបូងគឺយើងត្រូវតែ select វារួចហើយយើងចូលទៅ align យើង click យកពាក្យថា align ហើយយើងចង់ឲ្យវាចូលនៅក្នុងអាកងនេះអញ្ចឹងយើង click ផ្ទៃនឹងតែម្ដងនេះ click ផ្ទៃនេះសុំតោះម្ដងទៀតអត់ចូលអូខេម្ដងទៀតយើង click យកពាក្យថា align អូខេ click ទៅលើនេះមកហើយយើង click ទៅលើជ្រុងឬក៏ផ្ទៃយើងចង់ឲ្យវាចូលក្នុងជ្រុងនេះអញ្ចឹងយើង click វាមកអូខេអញ្ចឹងគឺវាអូសចូលតែម្ដងហើយយើងចុចពាក្យដានឥឡូវឧទាហរណ៍យើងចង់ move click នឹងឲ្យចូលនៅកន្លែងនេះអញ្ចឹងយើង click ទៅលើ click ហ្នឹងមកហើយយើងចូលទៅ align ហើយ click ទៅលើផ្ទៃ click ហ្នឹងហើយបន្តមកទៀតយើង click ទៅលើទីតាំងដែលយើងចង់ឲ្យវា move ចូលហ្នឹងអូខេអញ្ចឹងសម្រាប់មេរៀននេះយើងរៀនទាក់ទងជាមួយនឹង align ឥឡូវខ្ញុំបើកវាសិនអូខេខ្ញុំចុចបើកវាវិញអូខេបន្តអត់មួយទៀតអត់ឃើញយើងអាចធ្វើការបង្វិលចូលនេះក៏បានយើងអាចអូអានេះយើង move មិនចូល click វាចូលទៅ align ហើយ click វាម្ដងទៀត click មកកន្លែងនេះអូខេហើយចុចដានដោយសារយើង align នេះចូលទៅនេះទៅអញ្ចឹងវាលាក់វាមើលឃើញអូខេយើងបើកវាវិញមកអញ្ចឹងគឺវាបាន tool ឬក៏ឧបករណ៍ដែលយើងបាន design មុនអញ្ចឹងសូមអរគុណសូមជម្រាបលា